ថ្ងៃនេះយើងមានមេនុយថ្មីស្ងោរជីឆាយឬក៏ស្ងោរស្លខ្មៅតើយើងមកមើលវិធីធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវមានឆ្អឹងចេនីជ្រូកដែលលាងហើយស្អាតយើងដាក់ម្សៅស៊ុបចូលប៊ីចេងស្ករសហើយប្រេងខ្យងបន្ទាប់មកយើងបន្ថែមទឹកត្រីហើយនឹងម្រេចបន្ទាប់ពីដាក់គ្រឿងចូលអស់យើងច្បល់វាឲ្យចូលជាតិគ្នាបានល្អបែបនេះទុកវាមកឡែកសិនហើយដាក់ខ្ទះឲ្យក្តៅបន្ទាប់មកយើងដាក់សារាយចូលនៅពេលដែលវាឈ្ងុយពីម្ខាងទៅម្ខាងគឺយើងប្រែវាឲ្យទៅជារូបរាងបែបនេះបន្ទាប់មកយើងយកវាទៅលាងទឹកចេញហើយបន្ទាប់មកយើងដាក់ឆ្នាំងដាក់ដាំទឹកយើងដាំទឹកឲ្យពុះយើងបង់ខ្ទឹមសជាមួយនឹងប៊ីកាយហ៊ឺចូលឆ្អឹងចេនីជ្រូកចូលបន្តទៀតដាក់វាចូលរួចយើងគ្របវាទុកមករំពុះបន្ទាប់ពីវាពុះរួចរាល់យើងត្រូវដួសពពុះហ្នឹងចេញឲ្យស្អាតហើយបន្ទាប់មកយើងបង់ការ៉ុតជាមួយនឹងឆៃថាវចូលនៅពេលដែលបង់ការ៉ុតជាមួយនឹងឆៃថាវចូលរួចរាល់គឺយើងបិទវាគ្របវាទុកឲ្យវាពុះឲ្យរៀងផុយបន្តិចយើងចាប់ដាក់គ្រឿងចូលមានម្សៅស៊ុបប៊ីចេងស្ករសហើយបន្ទាប់មកយើងដាក់ថែមអំបិលបន្តិចតែខ្ញុំដាក់រៀងច្រត់ដៃបន្តិចហើយនឹងទឹកត្រីផងដែរបន្ទាប់ពីដាក់គ្រឿងរួចរាល់អស់យើងកូរវាចូលគ្នាបន្តិចហើយយើងគ្របវាទុកមួយសន្ទុះនៅពេលដែលគ្រឿងចូលជាតិគ្នាល្អស្ពៃបូកគោចូលនៅពេលយើងដាក់ស្ពៃបូកគោចូលហើយយើងកូរវាបន្តិចមកយើងបិទកម្របវាឲ្យពុះល្អនៅពេលដែលវាពុះមើលទៅរៀងស្លោកស្ពៃបូកគោបន្តិចហើយយើងយកជីឆៃរបស់យើងដែលលាងរួចហ្នឹងដាក់ចូលអូបងឲ្យដាក់ចូលឲ្យមានអារម្មណ៍ថាមានក្លិនឈ្ងុយមកហ្មងយើងដាក់វាចូលអស់ហើយយើងកូរវាបន្តិចឲ្យវាសព្វបន្ទាប់មកយើងធ្វើការបិទកម្របវាទុកវាពុះចូលគ្រឿងនឹងឆ្អិនហើយអស់យើងធ្វើការភ្លក់មើលសាបប្រៃអីតាមចំណង់ចំណូលចិត្តដោយខ្ញុំរៀងស្ទើប្រៃបន្តិចខ្ញុំថែមទឹកត្រីបន្តិចគូសាឡហ្នឹងឲ្យវាចេញជាតិផ្អែមពីបន្លែហើយបន្ទាប់មកយើងដាក់តៅហ៊ូយើងចូលទុកវាឲ្យពុះធ្វើការបង់ស្លឹកខ្ទឹមជាការស្រេចអញ្ចឹងសម្លរបស់យើងគឺបានរួចរាល់ហើយស្ងោរជីឆាយឆ្អឹងចេនីជ្រូកឬក៏សម្លខ្មៅបងអាចសាកធ្វើម្ហូបនេះបាននៅពេលដែលញ៉ាំបាយជុំគ្នាគឺឆ្ងាញ់ណាស់អរគុណច្រើនសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយទៀត